Ok nè chụp chụp một nực xong ba sai chỉ thay mà đón tiết chụp một nực video mê đến to phía các vị thầy môn á thầy môn cứ chụp một thiền IUV đấy là nít chụp một nực thiền his it nè cả present simple từ đấy và cho bọn cả thom mà đà cái sắm mạnh nè chụp một thiền his it ok bọn mình chạm đấy cả vì thiền chụp một thiền IUV đấy mình chạm ấy tầm ruộng so cái thời mấy bạn design thời mấy sầm nôi thời mấy nè sân khâm là chạm để lấy dừng bằng to thì tới chúng mình ưu tự họ từ mùi một thiên thằng bay này nè hi si ít bữa đó thì bay ai phải cho nát nè đi chia bữa đó thì bay pra từ mùi nâng nè clearแบบนี้คือ he walks to school every day she walks to school every day អញ្ចឹងទៅអញ្ចឹងខុសគ្នាត្រង់ចេះការប្រធាន IUV đấy đi họcនេះគេសាប់នេះ walk អញ្ចឹងគឺអត់ថែមអក្សរ s អញ្ចឹងឯងដល់ជាមួយប្រធាន he is គេថែម s អញ្ចឹងទៅណាអូខេហ្នឹងគេថែមអញ្ចឹងអញ្ចឹងយើងអាចដកស្រង់ទម្រង់នេះបានជាទម្រង់ចេះដោយសារចេញពីឧទាហរណ៍លើគឺយើងបានប្រធានបូកនឹងកិច្ចស័ព្ទបូកជាមួយនឹងកម្មផលណា subject plus verb plus object subject ស្អីគេស្អីខ្លះ subject នឹងគឺនេះណា he she it នេះ he she it នេះហៅ subject ប្រធាននៃប្រយោគជាអ្នកធ្វើអំពើណាជាអ្នកធ្វើអំពើអូខេឯណាទៅជាកិច្ចស័ព្ទណាជាអំពើរបស់ប្រធានណានេះគឺបកជាកិរិយាស័ព្ទណា school គឺជា object អញ្ចឹងនេះគឺជាទម្រង់ដែលដកស្រង់បានពីឧទាហរណ៍ខាងលើការពិសេសទៅហើយទម្រង់ស្រង់ហើយយើងមានឧទាហរណ៍បន្ថែមមួយទៀត she teaches English at Canberra Center she teaches English at Canberra Center មានបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌល Canberra teach បង្រៀនយើងថែមអក្សរ es មិនថែម a ណាលើខាងមុនបន្តិចដោយសារនេះអក្សរ teach កិច្ចស័ព្ទ teach នេះបញ្ចប់អក្សរ ch ជាងថែម es ហើយចាំពិស្ដារបន្ថែម s មិន es អក្សរ es មិននេះចង់ជាប់មាត់ es មិនIES មិនចឹងមានមេរៀនក្រោយណាមិនមេរៀនក្រោយបន្តិចទៀតក្នុងមេរៀនហ្នឹងតែបន្តិចទៀតណាអូខេនេះគឺជា negative form ទម្រង់បដិសេធនៃការ present simple យើងមាន subject plus does not ឬក៏ does ណានេះ does not ទម្រង់ពេញ does ទម្រង់ខ្លីវាបូកជាមួយ verb ប៉ុន្តែ verb ក្នុងក្នុងទម្រង់ negative ទម្រង់បដិសេធនេះគឺយើងបូកជាមួយនឹង verb 1បានន័យថា base form របស់វាទម្រង់ដើមរបស់វាតែម្ដងណាអត់មានត្រូវថែម x តាមអីទៀតទេនៅក្នុងការ negative plus ជាមួយនឹង object ឧទាហរណ៍នេះណាមាន3នេះទៀតប្រតិ3ឯកណៈគឺ he she it plus ជាមួយនឹងទាំង3ហ្នឹងទាំង he ទាំង she ទាំង it ហ្នឹងគឺយើងបូកជាមួយនឹង doesn't ទាំង3ក្នុងទម្រង់ negative ក្នុងទម្រង់ negative ណាហើយយើងបូកជាមួយនឹងកិច្ចស័ព្ទដើមមកនេះគឺ study គេដើមមានទៅថែមដូរអីលុប y ចោលដល់ iaa អរេណាគឺយើងដាក់យក study ដាក់ទាំងស្រុងតែម្ដងហើយយើងបូកនឹង object នេះណាអញ្ចឹង he doesn't study geography គាត់មិនសិក្សាមុខវិជ្ជាភូមិវិទ្យាទេណា she doesn't study geography ឧទាហរណ៍បន្ថែម he doesn't play football ណា he ដាក់បូកនឹង doesn't ណាយកបដិសេធហើយបូកជាមួយនឹងកិច្ចស័ព្ទ play ដោយមិនតែម s អីទេ football ណាជាកម្មមកអូខេទម្រង់ question form question គឺយើងជាមួយនឹងវិធាន he she it យើងដាក់ does ណា does ហើយបាន he she it យើងទៅplus ជាមួយនឹង verb ប៉ុន្តែ verb នេះគឺ verb គេសាប់ក្នុងទូទី1ដដែលទម្រង់ដើមរបស់វាតែដែរណាហើយបូកនឹង object ជាមួយនឹង he she it យើងដាក់ does ជាមួយនឹង IUV ដែរយើងដាក់ do ណាឯមុននោះមានចាំទេអូខេនេះឧទាហរណ៍ដាក់ does
មកខាងមុខប្រធានតមកទៀតយើងដាក់ប្រធានតមកទៀតយើងដាក់នឹងកិច្ចសព្ទណានេះកិច្ចសព្ទ live អូខេអញ្ចឹងយើងអាចអានមក does he live in a house or a flat យើងអានថា does ណាប្រយោគសំណួរឬយើងអានថាយើងធ្លាប់អានថា does ហ្នឹងដល់ពេលប្រយោគសំណួរយើងបញ្ចេញសម្លេងថា does he live in a house or a flat តើគាត់រស់នៅក្នុងផ្ទះឬក៏ផ្ទះល្វែង house ហ្នឹងចង់សំដៅលើផ្ទះដាច់តែមួយចឹង house ហើយ flat ផ្ទះល្វែងតែណា does he live in a house or a flat អូខេណានេះគឺជំនួសសំណួរនៃការ present simple short answer សំណួរនេះអាចថាជាសំណួរ yes no question ណានៅមានសំណួរមួយទៀតនេះគេdoes she have brown eyes does she have brown eye នាងមានភ្នែកពណ៌ត្នោតឬនេះជាសំណួរបែបខ្លីៗ yes no question មិនថាតម្រូវឲ្យយើងឆ្លើយតែ yes ឬ no បានហើយណា yes no question គឺយើងឆ្លើយបើសិនបើនាងមានភ្នែកពណ៌ត្នោតមែនយើងថា yes she does ហើយបើមិនអត់ហើយបើអត់មានទេដល់អត់ត្រូវតាមសំណួរយើងទេគឺ no she doesn't ណា yes she does no she doesn't អូខេនេះគឺជា spelling rule ដូចខ្ញុំបានប្រាប់ថាតើយើងត្រូវពេលណាបើយើងថា a ជាមួយនឹងកិច្ចសព្ទណាពេលណាត្រូវថែម ea យើងទៅនេះគឺយើងមានអីជាមួយនឹងប្រធាន his it កិច្ចសព្ទមួយចំនួនធំគឺយើងថែម s នេះណា with his it we add s to most word ថែម s ឧទាហរណ៍ដូចជា walks get the gas ឧទាហរណ៍ដូចជា he walks to school នេះ walk នេះយើងមានថែម s ផងដោយសារប្រើជាមួយប្រធាន he ណាហើយមួយទៀត we add es to verb with which and with s double s or o ណាយើងថែម es ទៅលើកិច្ចសព្ទមួយចំនួនដែលបញ្ចប់ដោយ double s ឬក៏អក្សរ o ណាឧទាហរណ៍ដូចជា finish ណាបញ្ចប់ដោយអក្សរ sa អញ្ចឹងយើងដាក់ដល់ពេលយើងទៅប្រើជាមួយប្រធាន his it យើងដាក់ es ទៅ finishes ណា finishes អូខេ catch ទៅ catches ណា catch ប្រែទៅចាប់ឬចាប់ត្រីអីហ្នឹងបើប្រើជាមួយនឹងរថយន្តរទេះភ្លើងទៅជិះណាឡានក្រុងជិះឡានក្រុង catch a bus អូខេណា catches បញ្ចប់ដោយអក្សរ ca យើងថែមអក្សរ es do បញ្ចប់ដោយអក្សរ o យើងថែម es ដែរណា do ទៅ does អញ្ចឹងទៅដូចជា she does her homework នាងធ្វើលំហាត់របស់នាងកិច្ចការផ្ទះរបស់នាងនេះសំដៅទៅលើកិច្ចការគ្រូដែលផ្ញើពីសាលាមកដល់ផ្ទះលំហាត់ណាបើ housework សំដៅទៅលើកិច្ចការផ្ទះដែលយើងបោកលាងបោកសម្អាតជូតលាងអញ្ចឹងទៅអាហ្នឹង housework អូខេហើយគេសព្ទមួយចំនួនធំនេះ we change some verb that end with y យើងផ្លាស់ប្ដូរគេសព្ទមួយចំនួនធំដែលបញ្ចប់ដោយ y ដូចជា cry នេះបញ្ចប់ដោយអក្សរ y ទៅដាក់ cry យើងលុបអក្សរ y ចោលដាក់ es ណាតែនេះយើងអាចនិយាយបានចេះស្រួលស្ដាប់ជាងគេសព្ទទាំងឡាយណាដែលបញ្ចប់ដោយ y ហើយនៅខាងមុខ y ជាព្យញ្ជនៈគឺយើងលុប y នឹងចោលដាក់ es ណានិយាយចឹងស្រួលស្ដាប់ជាង cry ណាយំកាលណាប្រើជាមួយ his it នេះយើងប្រើ cries នេះណា es នេះណាអូខេ worry the worries studies ចឹងទៅណាshe studies Chinese every evening នាងសិក្សាភាសាចិនរៀងរាល់ល្ងាចចឹង study យើងឆេង y ចោលដាក់ es ដោយសារតែប្រើជាមួយនឹងប្រធាន c អូខេណាbut we add s to verb that end with vowel plus y អញ្ចឹងសម្រាប់ពាក្យសព្ទនេះគឺយើងថែមទៅ s ទេណា s ធម្មតាទេលើគេសព្ទចម្លែកណាដែលបញ្ចប់ដោយ y ហើយនៅខាងមុខ y ជាស្រៈណាមិនថែម es ដូចដល់លើទេដូចជា pay ទៅ pays ណា pay នេះវាបញ្ចប់ដោយ y ដែរតែខាងមុខ y នេះវាជាស្រៈអីស្រៈណាចឹងស្រៈភាសាអង់គ្លេសមាននៅខ្លះ
មាន A E I O O U អូខេ play plays buys ចឹងទៅណាយើងថែមអញ្ចឹងទៅអូខេដូចជា she always spell my name wrong នេះតែងតែ spell ដូចតែនេះប្រកបឈ្មោះរបស់ខ្ញុំខុសអញ្ចឹងទៅណាអូខេការប្រើប្រាស់វាគឺដូចគ្នាទៅនឹងការប្រើប្រាស់ការពីការ present simple ជាមួយវិធាន IUV ដែរណាគឺវា use present simple for face សម្រាប់យើងប្រើ present simple សម្រាប់ព្រឹត្តិការណ៍ហេតុការណ៍អ្វីដែលកើតឡើងពិតជាស្ដែងនៅក្នុងសង្គមយើងដែលយើងដឹងថាវាមានពិតមែនណាហ្នឹងហៅ fake ឧទាហរណ៍ដូចជា secretary works in offices លេខាធិការធ្វើការនៅក្នុងការិយាល័យវាអញ្ចឹងមែនណាគេលេខាធ្វើការក្នុងការិយាល័យហើយណា Seha does all her works very well Sehaធ្វើកិច្ចការរបស់នាងបានយ៉ាងល្អ she comes from Cambodia នាងមកពីប្រទេសកម្ពុជាវាជា fake ពិតមែនថាម្នាក់ហ្នឹងមកពីកម្ពុជាពិតមែនណាuse ការប្រើប្រាស់ទី2 we use present simple for repeated action យើងប្រើ present simple សម្រាប់កិច្ចប្រយោស័ព្ទសម្រាប់សកម្មភាពដែលកើតឡើងដដែលកើតឡើងហើយកើតឡើងទៀតអាចថាជាបង្ហាញពីទម្លាប់ក៏បានដែរណាហ្នឹងជា I usually play tennis at the weekend ជាធម្មតាខ្ញុំលេង tennis នៅចុងសប្តាហ៍នៅចុងសប្តាហ៍អញ្ចឹងឲ្យថារាល់ពេលចុងសប្តាហ៍គាត់លេងគ្នាហើយនៅសកម្មភាពដដែល repeated action ណាlesson start at 7 o'clock every morning មេរៀនចាប់ផ្ដើមនៅម៉ោង 7 ជារៀងរាល់ព្រឹកឲ្យតែរៀងរាល់ព្រឹកម៉ោង 7 មេរៀនចាប់ផ្ដើមហើយគេចាប់ផ្ដើមរៀនហើយណាshe always gets up at 6:30 នាងតែងតែមកក្រោយពីដេកនៅម៉ោង 7:37 នៅម៉ោង 6:30 នាទីអូខេណាអូខេអញ្ចឹងសម្រាប់មេរៀននេះសន្មតថាចប់ណាបើមានចម្ងល់សូម comment នៅក្រោមណាហើយកុំភ្លេចសូមចុច subscribe នៅខាងក្រោមវីដេអូផងណាដើម្បីទទួលបានមេរៀនថ្មីខាងក្រោមទៀតហើយជាការលើកទឹកចិត្តផងដែរណាសូមអរគុណអូខេបាយ